Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel MV Movie នៅថ្ងៃនេះគឺយើងមកបន្តពីទី7នៃរឿងពេទ្យទេវតាសម័យថ្មីបន្តទៀតសាច់រឿងចាប់ផ្ដើមបន្ទាប់ពី Bufan បានសម្លឹងឃើញនៅលើខ្សែឈាមរបស់លោកតាហេគឺមានផ្សែងអពណ៌ខ្មៅអញ្ចឹង Bufan គេក៏បានសម្រេចចិត្តថានៅទីនេះជាបណ្ដាអាសន្នសិនហើយចំណែកឯលោកគ្រូពេទ្យចៅគាត់ក៏បានសុំមើលតារាងពិនិត្យមើលតាមដានជំងឺរបស់លោកតាហេតើចាំមិនវិញអញ្ចឹងឯនៅពេលដែលគាត់ពិនិត្យមើលក៏ពេញមានការភ្ញាក់ផ្អើលសងក៏បាននិយាយសួរថាលោកគ្រូពេទ្យតើលោកតារបស់ខ្ញុំមានសង្ឃឹមដែរទេលោកគ្រូពេទ្យចៅគាត់ក៏បានគវីក្បាលគឺដោយសារតែជំងឺលោកតាហេគឺធំធ្ងន់ពេកហើយអញ្ចឹងឯគូណានតែប្រញាប់រៀបចំពិធីបិណ្ឌសពឲ្យហើយទៅអ្នកទី2ពិតជាភ្ញាក់ផ្អើលជាពិសេសនោះគឺសងក៏បានសួរលោកគ្រូពេទ្យចៅថាតើមានវិធីសាស្ត្រអ្វីផ្សេងទៀតទេដែលអាចជួយសង្គ្រោះលោកតារបស់នាងនៅពេលនេះបានចំណែកគេទាំងពីរក៏ដូចគ្នាផងដែរក៏បាននិយាយទៅកាន់លោកគ្រូពេទ្យចៅសង្ឃឹមថាលោកគ្រូពេទ្យចៅជួយសង្គ្រោះឪពុករបស់គាត់ផងដោយសារតែលោកគ្រូពេទ្យគឺជាដុកទ័រជំនាញខាងផ្នែកបេះដូងក៏ដូចជាជំងឺសួតចឹងមិនថាប្រើប្រាស់វិធីសាស្ត្របែបណាទេយល់ទៅក្រុមគ្រួសារតកោហេរបស់គាត់នឹងបំពេញតាមតម្រូវការទាំងអស់ប្រហែលក៏មិនស្ដាយដែរឲ្យតែអភិបាលឪពុករបស់គាត់ឲ្យជាសះស្បើយវិញបានលោកគ្រូពេទ្យចៅគាត់បាននិយាយថាទោះបីជាខ្ញុំគឺជាអ្នកជំនាញផ្នែកបេះដូងឬមួយក៏ស៊ូពេទ្យមិនក្តីក៏ប៉ុន្តែមិនប្រកាសថាអភិបាលជំងឺគ្រប់បានទាំងអស់ទេមិនចាំទេអក្សរជំងឺរបស់លោកតាហេក៏ត្រូវបានពជាពេលយូរពេកហើយបើសិនបើមកពិគ្រោះជាមួយគាត់លឿនជាងនេះបន្តិចប្រកាសជានឹងអាចជួយសង្គ្រោះគាត់បានចាក់ជាមិនខានហើយកាន់តែពិសេសទៀតអាយុកាលរបស់គាត់ចាស់ហើយរឿងការរបស់គាត់ទន់ទ្រាំបេះដូងនោះវិញក៏ចុះខ្សោយផងដែរមិនចាំទៀតទោះបីជានៅពេលនេះមានគ្រូពេទ្យទេវតាមកពីឋានលើក៏ដោយក៏មិនអាចជួយសង្គ្រោះគាត់បានដែរអញ្ចឹងគូណាតែកាត់ចិត្តឬចាំបន្សប់ឲ្យហើយទៅសងនេះមកក្តាប់ដោយណែនពិតជាវិបាកចិត្តនឹងមកជុំអប់លោកតារបស់នាងចាណាក្តី Bufan បាននិយាយតបទៅកាន់លោកគ្រូពេទ្យចៅវែងថាលោកកម្លាំងរៀនពេទ្យអត់រយៈពេលជាច្រើនឆ្នាំនៅឯបរទេសហើយហេតុអ្វីបានជាលោកនឹងនិយាយពីស្បែកទាំងអស់ហ្នឹងទៅកាន់សមាជិកនៃក្រុមគ្រួសារអ្នកជំងឺដូច្នោះគឺគ្រូពេទ្យចៅដែលបានរៀនចឹងគាត់បាននិយាយជើងអមុខទៅកាន់ Bufan ខ្លាំងទាំងអស់នេះគឺដោយសារតែគាត់មានជំងឺធ្ងន់ធ្ងរពេកហើយនៅពេលនេះគឺគ្មាននរណាគេអាចព្យាបាលគាត់បានឡើយបើសិនបានសមាជិកព្យាបាលគាត់គឺធ្វើគាត់កាន់តែឈឺចាំចំណែកឯក្រុមគ្រួសារសមាជិករបស់គាត់វិញក៏ពិបាកទទួលយកផងដែរចំពោះ Bufan គឺបានខ្វល់ទេលោកគឺជាលោកគ្រូពេទ្យសម្រាមហេតុអ្វីបានជាអូតេងលោកគ្រូពេទ្យផ្សេងទៀតមកធ្លាក់ទឹកជាមួយនឹងលោកដូច្នោះហើយតែលោកគឺមិនដឹងទេអីមានលោកគ្រូពេទ្យដែលមានសមត្ថភាពជាច្រើនអ្នកទៀតដែលអាចព្យាបាលអាការៈគាត់នៅពេលនេះបានចំណែកក្តីលោកគ្រូពេទ្យចៅគាត់បាននិយាយថាគាត់គឺជាដុកទ័រជំនាញផ្នែកជំងឺបេះដូងក៏ដូចជាជំងឺសួននៅពេលដែលគាត់រៀននៅបរទេសក៏បានជួបជាមួយនឹងអ្នកជំងឺដែលមានសភាពបែបនេះរាប់មិនអស់ហើយក៏មិនអាចព្យាបាលបានឡើយគឺមិនមែនគាត់ចេះតែនិយាយអូតេងអ្នកដែលបានបង្រៀនគាត់ផ្នែកជំងឺបេះដូងហើយនិងជំងឺសួតគឺជាសាស្ត្រាចារ្យ Sender ដែលជាបុគ្គលម្នាក់ជាប់លំដាប់ទី1នៅក្នុងលោកនេះផ្នែកជំងឺបេះដូងហើយនិងជំងឺសួនដូច្នេះខ្ញុំជឿជាក់ថាជំងឺរបស់លោកតាហេនៅពេលនេះគឺគ្មានឱកាស100%ថាអាចជួយសង្គ្រោះបានឡើយចំពោះ Bufan បាននិយាយប្រាប់ថាខ្ញុំគឺអាចជួយសង្គ្រោះគាត់នៅពេលនេះបានដែលបានលើកចឹងសងនៅពជាភ្ញាក់ផ្អើលចំណែកឯលោកគ្រូពេទ្យចៅនៅវិញក៏ដូចគ្នាផងដែរទឹកមុខនៅវិញចាំងមុតមមហើយចឹងឯងគាត់បានសើចក្អែកនិយាយថារឿងទាំងអស់នេះវាពិតជាកំ pl ែងពេកហើយដែលគាត់ទៅតែបានលើរឿងទាំងអស់នេះជាលើកទី1នៅក្នុងជីវិតរបស់គាត់ម្ចាស់ទៀតគាត់បាននិយាយប្រាប់តាក់ទងជាមួយនឹងអាការៈរបស់លោកតាហេនៅពេលនេះរួមទៅជំងឺរបស់គាត់ក៏ត្រូវបានរាលដាលគ្រប់ទីកន្លែងអស់ហើយវាគឺគ្មានបច្ច័យនៅក្នុងការព្យាបាលទេនៅពេលនេះហើយថាហេតុអ្វីបានជាឯងហ៊ាននិយាយថាគឺអាចព្យាបាលគាត់បានដូច្នេះ Bufan គេបានយកសិលឹកវិកាយបត្រមួយដែលវាគឺជាវិកាយបត្រដែលមកពីសាលាពេទ្យចិនបុរាណដោយសាលាពេទ្យចិនបុរាណរបស់គេពិតជាមានចំណេះដឹងជ្រាលជ្រៅមិនអាចកាត់ថ្លៃបានឡើយហើយដល់ចំណេះដឹងនឹងអ្វីគ្រប់ចាំទាំងអស់ហ្នឹងលោកគ្រូពេទ្យចៅគឺគ្មានថ្ងៃបានយល់ទេម្ចាស់ទៀតតាក់ទងជាមួយនឹងកណ្ដាលវិកាយបត្រនៅក្នុងដៃរបស់គេនឹងដែរគឺបញ្ជាក់ថាទាំងអស់នេះវាគឺជាភាពស្មោះត្រង់របស់ខ្លួនគេហើយនឹងបញ្ជាក់ថាខ្លួនគេគឺអាចព្យាបាលជំងឺរបស់លោកតាហេបានម្ចាស់ទៀតគឺឲ្យលោកគ្រូពេទ្យចៅគួរតែស្វែងយល់និងទទួលស្គាល់តាក់ទងជាមួយនឹងកណ្ដាលវិកាយបត្រនៅសាលាពេទ្យចិនបុរាណនេះដូច្នេះលោកគ្រូពេទ្យចៅភ្លាមគាត់គឺមិនតន់យល់ព្រមទេដែលគាត់បាននិយាយតាក់ទងជាមួយនឹងវិធីសាស្ត្រនៅក្នុងការព្យាបាលទំនើបរបស់គាត់ក៏មិនអាចធ្វើបានដែរហើយគាត់គឺមិនជឿថា Bufan គឺអាចព្យាបាលលោកតាហេនៅពេលនេះបានឡើយ Bufan គេបានដើរទៅនិយាយចិត្តជាមួយនឹងលោកគ្រូពេទ្យចៅថាខ្លួនគេពិតជាអាចធ្វើបានអញ្ចឹងឯងលោកគ្រូពេទ្យចៅគាត់ក៏បាននិយាយរំលឹកទៅកាន់ Bufan ម្ដងទៀតខ្ញុំដឹងថាលោកគឺជាលោកគ្រូពេទ្យថ្នាំចិនបុរាណគឺជាលោកគ្រូពេទ្យម្នាក់ដែរហើយក្នុងនាមជាលោកគ្រូពេទ្យគួរតែដឹងពីសមត្ថភាពរបស់ខ្លួនដែលមានម្ចាស់ទៀតដល់អាយុជីវិតរបស់មនុស្សពិតជាមានតម្លៃណាស់បើសម្បត្តិលោកគឺមិនអាចព្យាបាលអ្នកជំងឺបានទេអញ្ចឹងឯងជាជាងកុំធ្វើឲ្យអ្នកជំងឺមានការឈឺចាប់បន្ថែមទៀតអីហើយអញ្ចឹងឯងបើសម្បត្តិលោកអាចព្យាបាលលោកតាហេឲ្យជាសះស្បើយវិញបានអញ្ចឹងខ្ញុំគឺសុខចិត្តទទួលស្គាល់ថាខ្ញុំចាញ់ហើយបន្តមកខ្ញុំនឹងអាចអ្នកកសាចុះផ្សាយថាខ្ញុំពិតជាសុំទោសជាសាធារណជន Bufan បាននិយាយប្រាប់ថាអាការៈជំងឺរបស់លោកតាហេវាក៏បានបង្កឡើងដោយចំហែកវិញ្ញាណអាក្រក់គឺមានតែលោកគ្រូពេទ្យចិនថ្នាំបុរាណទេទើបអាចព្យាបាលបានហើយអញ្ចឹងឯងទាំងពីរគាត់ក៏បានហាមអ្នកទាំងពីរលោកគ្រូពេទ្យទាំងពីរគូណាតែជុំជែកខ្លាំងដាក់គ្នាទៅដល់រឿងទាំងអស់ហ្នឹងពួកចឹងគឺអាចពិភាក្សាគ្នាបានចំណែកឯលោកតាកៅគាត់បាននិយាយទៅកាន់ទាំងពីរបាននិយាយថាដោយសារតែលោកគ្រូពេទ្យចៅនៅពេលនេះគឺមិនអាចព្យាបាលអ្នកជំងឺបានអញ្ចឹងឯងគូណាតែទុកឱកាសឲ្យលោកគ្រូពេទ្យជា Bufan គឺជាអ្នកព្យាបាលវិញទៅដូច្នេះ Bufan បានហុចកណ្ដាលវិកាយបត្រទៅឲ្យទាំងពីរជំនួសវិញលោកគ្រូពេទ្យ
ចៅគាត់ក៏បានងូកបានជួបព្រមផងដែរអញ្ចឹងឯធិនស៊ីគាត់ក៏បានចុកវាតងតែចំណាក់ដូចជាពូសងសងនេះគឺមិនជួបព្រមទេនឹងនិយាយខ្លាំងៗថាកុំប៉ះពាល់លោកតារបស់ខ្ញុំទៀតអីដែលនេះគឺមិនជឿថាប៊ូហ្វាន់គឺ FC បានគាត់បានឡើយប៊ូហ្វាន់បានជាប្រាប់ផងដែរថាខ្ញុំនៅពេលនេះគឺកំពុងតែជាបាជំងឺលោកតារបស់នាងហើយថាហេតុអ្វីបានជានាងមិនទុកចិត្តខ្ញុំទៅទុកចិត្តលោកគ្រូពេទ្យចៅម្នាក់នេះទៅវិញអញ្ចឹងឯសងសងនេះក៏បានរុញប៊ូហ្វាន់ចេញថារឿងទាំងអស់នេះគឺមិនជារឿងលោកទេលោកគឺមិនចាំបាច់ខ្វល់ឡើយតែក៏ត្រូវបានធិនស៊ីនិយាយប្រាប់ទៅកាន់កូនស្រីរបស់គាត់សងសងកូនខ្វះការគូសំទៅកាន់លោកគ្រូពេទ្យពេកអីយល់រួមទៅមូលហេតុដែលសងសងធ្វើដូច្នោះនេះគឺមិនអាចឈើមើលលោកតារបស់នាងរងការឈឺចាប់បន្តទៀតឡើយម្ចាស់ទៀតនេះក៏បានជាទៅកាន់លោកតាកៅនាងប្រជាទទួលស្គាល់ថាលោកតាកៅគឺជាលោកគ្រូពេទ្យជំនាញថ្នាំអសបារានចិនដែលល្បីល្បាញបំផុតនៅក្នុងទីក្រុងម៉ាឈៀងនេះប៉ុន្តែលោកតាកៅគឺនៅតែមិនអាចព្យាបាលលោកតារបស់នាងឲ្យជាសះស្បើយបានដដែលហើយចឹងហើយតែមានមូលហេតុអ្វីឲ្យខ្ញុំជឿទុកចិត្តលើគ្រូពេទ្យវ័យក្មេងម្នាក់នេះថាអាចជួយព្យាបាលជំងឺលោកតារបស់ខ្ញុំបានដោយសារតែបានឃើញប៊ូហ្វាន់នៅក្មេងពេកចុះអញ្ចឹងលោកតាកៅក៏បានជាតាំងដូនដង្ហើមធំសងសងនាងគឺមិនអាចនិយាយវិនិច្ឆ័យគ្រាន់តែប្រើភ្នែកទេមើលនៅខាងក្រៅនោះទេដែលនៅកម្លាំងម្នាក់ហ្នឹងគេជាអ្នកបន្តវេនប្រដកវិជាពេទ្យចិនបុរាណតែបានលីចឹងក៏ធ្វើទិនស៊ីក៏ពិតជាសប្បាយចិត្តឲ្យជីថាតអញ្ចឹងក៏មិនខាត់ពេលវេលាច្រើនគន់តែព្យាបាលលោកឪពុកតែម្ដងតើលោកគ្រូពេទ្យចៅក៏បានជាបន្តទៀតតទៅជាមួយនឹងឱសថថ្នាំចិនបុរាណយល់រួមទៅគេបាននិយាយតគ្នាគឺអាចព្យាបាលជំងឺបានទាំងអស់ប៉ុន្តែចំណាក់ក្រោយចំពោះគ្រូពេទ្យសម័យថ្មីរបស់ពួកគាត់បានពិសោធន៍មើលតទៅជាមួយនឹងឱសថថ្នាំចិនបុរាណក៏បានត្រឹមតែជាហាបំពន់ឧបត្ថម្ភទៅកាន់រាយកាយនិងអ្នកជំងឺតែប៉ុណ្ណោះហើយបានជាប្រាប់ប៊ូហ្វាម្ដងទៀតលោកគ្រូពេទ្យយល់ល្អកូនណាតែកូនធ្វើទរទៅកម្មទៅកាន់អ្នកជំងឺបន្តទៀតអីក៏មិនគាត់រងការឈឺចាប់មុនពេលដែលគាត់ហ្នឹងដាច់ខ្យល់ស្លាប់តែប៊ូហ្វាន់បាននិយាយតបខ្ញុំបាននិយាយប្រាប់ពីការថាខ្ញុំនឹងប្រើប្រាស់ឱសថថ្នាំចិនបុរាណដើម្បីព្យាបាលលោកតាហេលោកគ្រូពេទ្យចៅគាត់ក៏ចង់ដឹងផងដែរតើលោកគ្រូពេទ្យគឺអាចប្រើប្រាស់វិធីសាស្ត្របែបណាដើម្បីព្យាបាលអ្នកជំងឺអញ្ចឹងប៊ូហ្វាន់បាននិយាយប្រាប់សងស្វាងតែដោយសារថ្នាំចិនឱសថបុរាណគឺមានសមត្ថភាពគ្រាន់តែសម្លឹងមើលអ្នកជំងឺគឺបានដឹងពីអាការៈអ្នកជំងឺបាត់ហើយនឹងឲ្យសងសំពិនិត្យមើលតាមការវិនិច្ឆ័យរបស់គេនិយាយរួមមកគឺត្រូវជាមួយនឹងអាការៈរបស់លោកតាហេដែរទេអញ្ចឹងសងសងនេះក៏បានជួបព្រមផងដែរហើយបើសិនបើប៊ូហ្វាន់ខ្លួនគេធ្វើការវិនិច្ឆ័យឬមួយក៏អាការៈខុសពីជំងឺរបស់លោកតាហេអញ្ចឹងខ្លួនគេនឹងចាក់ចេញពីទីកន្លែងនេះចំណែកឯសងសងនឹងរងចាំមើលបើសិនបើប៊ូហ្វាន់យើងខុសពីស្ដីមួយម៉ាត់នោះនាងនៅបន្ទិញប៊ូហ្វាន់ឲ្យចាក់ចេញទៅក្រៅអញ្ចឹងប៊ូហ្វាន់ក៏បានប្រើភ្នែកទៅពិនិត្យមើលអាការៈជំងឺរបស់លោកតាហេហើយបានចូលនៅក្នុងសម័យផ្លូវចិត្តមើលរូបរាងកាយរបស់លោកតាហេដូចគ្នាផងដែរនឹងបានដឹងពីអាការៈជំងឺរបស់គាត់ទាំងអស់ហើយនៅពេលដែលប៊ូហ្វាន់និយាយទៅអាការៈជំងឺរបស់លោកតាហេគឺដូចអ្វីដែលបានកត់ត្រាទាំងអស់អញ្ចឹងនេះក៏ធ្វើលោកគ្រូពេទ្យចៅក៏ដូចជានឹងទាំងអស់គ្នាពិតជាមានការខ្ជិបអើតែចំណាក់រយចំពោះសងសងនេះគឺមិនជឿទេនឹងគិតថាលោកតាកៅគឺបាននិយាយប្រាប់តាក់ទងជាមួយនឹងអាការៈជំងឺឲ្យអ្នកកម្លាំងនេះបានដឹងលោកតាកៅក៏បាននិយាយប្រាប់ផងដែរថាសងសងទាំងអស់នេះគឺវាមិនពិតទេចំណាក់រយប៊ូហ្វាន់បាននិយាយប្រាប់ថាអញ្ចឹងគេគឺមានវិធីសាស្ត្រមួយទៀតនៅក្នុងការបញ្ជាក់ឲ្យសងសងដឹងអញ្ចឹងប៊ូហ្វាន់ក៏បានពិនិត្យមើលសុខភាពរបស់សងសងរូបរាងកាយរបស់នាងពិតជារឿងមមដោយសារតែសងសងគឺបានហ្វឹកកាត់ក្បាច់គុណតាំងពីតូចមកហើយមិនតែប៉ុណ្ណោះនៅលើជើងរបស់នាងក៏មានរបួសស្នាមមួយកន្លែងសងសងតែបានលឺចឹងនាងពិតជាមានការខ្ជិបអើផងដែរហេតុអ្វីបានជាប៊ូហ្វាន់លោកក៏បានដឹងរឿងនេះមិនចាំទេប៊ូហ្វាន់បានប្រឌិតឃើញថានៅក្រោមដើមទ្រូងនៅខាងឆ្វេងរបស់នាងគឺមានដុំមួយរយៈពេលថ្មីនេះវាក៏បានបង្កឲ្យមានការឈឺចាប់នៅពេលដែលមេឃភ្លៀងឬមួយក៏មេឃចុះត្រជាក់ហើយវាក៏បានបង្កឲ្យមានការឈឺចាប់រយៈពេល2-3ម៉ោងមុននឹងឯងកាន់តែពិសេសទៀតប៊ូហ្វាន់បានដឹងថាឈាមរដូវរបស់សងសងរយៈពេលក្រោយហ្នឹងដែលវាធ្លាក់មកបន្ទាញតទេម្ដងតិចម្ដងច្រើនសងសងពិតជាខ្ជិបអើអ្វីគ្រប់ច្រើនទាំងអស់នេះពិតជាត្រឹមត្រូវទាំងអស់ចំណែកធានសៀននៅវិញគាត់ក៏មានការខ្ជិបអើផងដែរនឹងគិតថាមើលទៅអ្នកកម្លាំងម្នាក់នេះដូចជាមានភ្នែកទឹមចឹងគឺបានមើលឃើញស្ថានភាពគ្រប់យ៉ាងទាំងអស់បានយ៉ាងច្បាស់លោកតាកៅក៏បាននិយាយផងដែរអញ្ចឹងគូណាតាទុកចិត្តទៅកាន់អ្នកកម្លាំងម្នាក់នេះទៅអញ្ចឹងប៊ូហ្វាន់គេក៏បានប្រើប្រាស់ភ្នែកទឹមម្ដងទៀតបានចូលនៅក្នុងសមុទ្រផ្លូវចិនចាំមើលសភៅបុរាណតាក់ទងជាមួយនឹងអាការៈជំងឺរបស់លោកតាហេក៏បានឆ្លងមកពីចំហាយថាពលវិញ្ញាណអាក្រក់មួយយ៉ាងទៀតដោយការប្រើប្រាស់បញ្ចូលព្រលឹងតាម9គឺមិនអាចកម្ចាត់វិញ្ញាណអាក្រក់ចេញពីខ្លួនលោកតាហេបាន 100% ទេដូច្នេះគឺត្រូវតែពិនិត្យមើលសភៅបុរាណទាំងអស់នេះឬវិធីសាស្ត្រនៅក្នុងការបំផ្លាញវិញ្ញាណអាក្រក់នៅក្នុងខ្លួនរបស់លោកតាហេឲ្យអស់ហើយសំណាងហើយដែលប៊ូហ្វាន់ក៏មានសភៅទាំងអស់នេះតែបានកត់ត្រាតាក់ទងជាមួយនឹងវិជាពេទ្យចំបុរាណកាលពីសម័យបុរាណកាលអមតៈដូច្នេះប៊ូហ្វាន់ក៏បានរកឃើញអញ្ចឹងក៏បានទាញចំមជូប្រាក់ដែលវាគឺជាមជូព្រលឹងវិញ្ញាណទាំង9ក៏ធ្វើលោកតាកៅក៏ពិជាខ្ជិបអើបើភ្នែកធំឈើមើលតែម្ដងសាច់រឿងរបស់យើងនៅភាគទី7ក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរបងប្អូនអញ្ចឹងគឺយើងនឹងជួបគ្នាជាមួយនឹងភាគថ្មីបន្តទៀតអរគុណច្រើន